ông si strike mày lọc plot lên ôi ở chỗ lên đi à cha lợi ghẹo pi ghẹo bao vi từ bi á nha ghẹo vi từ bi á chà dược ai comeback ban đấy giờ chỉ bóng ti tập bay mùi nè lươn lươn chập champion yeah chà ok chà sẵn anh vậy trời chà pick lươn lươn chập champion chà ông si pu có dục nó có chà xong sờ lạnh xong đẹp ca mà bông chà ôi nè nè sờ lạnh chờ chà con nè nên cái đây sờ lạnh ba sờ lạnh cho mồm chui xe lại bàn tràn chà xe lại tràn đang này lợi cho môi đang giảm tim muối chà cô tim muối giảm tim muối vậy côនេះមានតែមួយហើយក៏មានតែមកគូនឹងដែរថ្ងៃហ្នឹងចាមកគូហ្នឹងតែ spicy ណាស់នេះចាបែអស់ fry ចានេះគាត់ទៅហ្គេមទី2ចាគាត់ក្តៅសាច់ឯងកម្ដៅសាច់ខ្ញុំហ្គេមមួយបាញ់មិញឥឡូវយើងចូលទៅកាន់ gameplay របស់យើងទាំងអស់គ្នាចាជាមួយនឹង Fireman Series ចេញទៅខាង VTB Esport តែមានជាមួយនឹង Loki ចា performance ជាមួយនឹង Kimmy ចាក៏ដូចជា08ចាលេងជាមួយនឹង Fitrin ចាមានការ recall មួយលេងចាជាមួយនឹង Eldra ចា performance ជាមួយនឹង Lapu អូ Lapu ខុកទៀតហើយនេះអូយចាបើ Lapu ដល់ខុកឯងចា Sen Live ចា performance ជាមួយនឹងកតោចាដដែលក៏ដូចជាញ៉ាលើការលេងជាមួយនឹង Moscowចាក៏ដូចជា Fireman ចេញពីខាង SPM ចាមានជាមួយនឹង Archer ចាលេងជាមួយនឹង Hilo Kyo ចាលេងជាមួយនឹង Genevieve ចា CC ចាលេងពីខាង Monica ក៏ដូចជា Theon ចាលេងជាមួយនឹង Granger ដែរចាអត់មានបើក Granger មកគេអំណាទេចាបើមិនបានក៏ត្រូវតែលេងខ្លួនឯងដែរក៏ដូចជា Haruki ចាលេងជាមួយនឹង YPE ចាឥឡូវយើងមើលទៅកាន់ការតេស្តឈាមនៅខាងលើចា Granger ដូចជាមានព្រៀបជាងអាកើបន្តិចតួចចាដោយសារតែមួយទៅហ្គេមនេះគឺលេងជាមួយនឹង Flicker game នេះ Lapu ឬក៏ Rom Mid អីប្រយ័ត្ន Queen បន្តិចយ៉ាមុនទៅផលអត់គេតេស្តអស់ spell ចាំគាត់ប្រយ័ត្នតិចបើសិនជាគាត់មាន spell មាន skill មានអីទៅថងលេងបានតែបើគាត់អស់ spell តែមួយអីអាហ្នឹងទៅថងអាចនឹងតែមខាង Superman team តែបើយើងមើលទៅលើមើលទៅកាន់ team fight តែឥឡូវនេះ team fight កំពុងតែមានការចង់ bet ទៅលើ EP ចង់ bet ទៅលើ EP ឯងដោយសារតែមានអាវត្តមានមកហើយតែចង់ធ្វើការប៉ះពាល់ EP early យ៉ាងរៀងបាក់ទេចាដោយសារ Asher ជាមួយនឹង Haruki ចាជាបងធំក្នុង map ធ្វើការ rotation មក gang ជូនទៅកាន់ Haruki ក្មេងតូចចា Monica សុំទៅចា gang ទៅកាន់ Monica ក្មេងតូចចាឈ្មោះឡើងក្មេងតូចចាតែលេង hero ធំមុំលឿនចាឥឡូវគិតថា4 hero ហ្នឹងថតទី1ខាងណារៀងតែមជាងខាង SPM យ៉ាខ្ញុំគិតចឹងដែរចាដោយសារតែ SPM គាត់មានកាបូធំស្រាប់ហើយគាត់មានកាបូធំពីខាង Hilo YBE អញ្ចឹងគាត់ងាយស្រួលក្នុងការតេស្តភោគឈាមទៅលើ enemy តែ early តែគាត់ភោគបានច្រើនឈាមច្រើនអត់សូវហ៊ានលេងទៅថលទេប៉ុន្តែយើងចាំមើលទៅលើកតតនេះសិនណាមែនទេគាត់អត់ព្យាយាមបិទ Lapu វ៉ែ4ហ្នឹងនៅតែស្មើលេងបានខ្ញុំគាត់ថាគាត់នេះអត់មានឲ្យលេងបានមុនទេចាត្រាស់នេះដូចបាននិយាយឥឡូវមានការចូល buffer ផ្លាស់ក៏ដូចជា50 slam បានជាបន្តពីខាង Hilo ផ្ដាច់បានមុនកតកចា2 hero បាត់បង់អូយហ្គេមនេះចាមានការវេទនាខ្លាំងណាស់ចាទៅលើ08មកខ្ញុំហីក៏មកខ្ញុំចង្រៃគាត់និយាយភ្លាមចាហ្គេមនិយាយទៅគឺតម្រង make play គឺត្រូវតែចេញពីខាង SPM មុនហើយត្រាស់នេះគឺត្រាស់របស់ SPM ជាអ្នកវាយមុនហើយតែយើងមើលទៅលើការវាយនៅក្នុង mid laneតែបើសិនជាចូលដល់ទៅថទី3យើងអាចនឹងមានការកែប្រែស្ថានភាពពីខាង team fight ឥឡូវនេះត្រូវធ្វើការគប់អាវទីចោលមកដើម្បីគេមួយមីនីដូចរត់ទៅផ្ទះដឹងតែគេមកហើយចាដោយសារបើមិនមានការឃើញ map ចេញពីខាង team B ចាឥឡូវនេះធ្វើការរត់ឡើងមកលើចាឥឡូវចូលមកក្រោមវិញចា5នាក់ជាមួយនឹងការដើរផ្លូវ mid ចំជាន់វាយទៅលើ08ជាប់អស់ទៅជាន់ជាប់ទៅលើកតុកចាទេ08ទៅការដាស់ផុតមិនខ្ញុំគិតតែជាប់7នាក់ការដាស់ជាចេញផុតទៅការ08អូយត្រាគេ snowball ទេដែរចាំមើលគាត់អាចទប់បានអត់ទៅថតទី2បើសិនជាទៅថតទី2នេះ fair ឬក៏ give up ទៀតអាចនឹងពិបាកលេងចាត្រាស់ snowball ជាត្រាស់មួយដែលធំចាដែលបានជាមួយនឹង make បែបលក្ខណៈថាដៃវែងចាងាយស្រួលក្នុងការផុកចាយល់ល្អបើមិនចង់ឲ្យមានតម្រង snowball ដែលពិបាកមើលទេតែគួរតែធ្វើការបវាយចេញជាមួយនឹង make តែបិទជាមួយនឹង make ដៃវែងចាំ make ដែលងាយស្រួលក្នុងការផុកទៅលើ hero front line តែគួរតែបែមចោលចាបងវិនអាយ៉ាវីតាមីនទូសូអូខេបងវិនអូយចា idol វិនលើបាត់យប់ដឹងឆេះវិនតាចាបញ្ចប់ហើយជាមួយនឹង tournament យើងគឺយប់នឹង grand final ហើយចប់ grand final អំពីទំនេរLapu យ៉ាងបាក់លេងមួយ CC បន្តិចក្នុង lane CC ផុកនិយាយទៅ game ប្រភេទ hero របស់ VTB គឺជាប្រភេទ hero ដែលធំនៅក្នុង team fight ខ្លាំង hero គាត់តែវាយហើយចាសុំទីវាយទៅបើចេញជាមួយនឹង Alti Genevieve ឬក៏ Ultimate របស់ Hilo ហើយគឺដឹងតែមានការបើក Anti cover ពីខាង Haruki ចាពីខាងYVE
តែហ្គេមអត់តន់គិតដល់ CC ទេចេះអត់តន់គិតដល់ CC ដែលថា CC គាត់អាចនឹងធ្វើការបើកមុខក៏បានដែរប៉ុន្តែហ្គេមនេះគឺរំពឹងទៅលើ Halo មុនចា Halo ជាមួយ Gunavir ជាអ្នកនាំលេង តែហ្គេមគាត់មាន Moscow តែសំខាន់គាត់លេង Flicker អញ្ចឹងអាចនឹងពិបាកលេងតិចសំខាន់គេមាន CC counter Moscow ទេមើលមិន ចាឥឡូវនេះគ្រាន់តែជាហ្គេមទី2ឥឡូវទៅថតទី2ធ្វើការបើកឆាកវាយជាបង្ហាត់ STM ឥឡូវនេះមានការចង់វាញ់ចាបាញ់ខ្សែជាមួយទៅលើ Asher មានការស្គងកាបូបង្ហាត់កតោចាតែវាយមួយទៅលើវាយអីប៉ុន្តែមានការបើកមួយទី1ក៏ដូចជាមានការដកសាច់ពេកមកឲ្យបង្ហាត់មកទៅអុកអាទិញច្បាស់ដូចថ្ងៃជាមួយការផ្ដាច់បានពីខាងហូវីឡាពូចាផ្ដាច់បានដើម្បីមិញទៅលើHalo ចាក៏ដូចជាមានការផ្ដាច់ការមួយស្កើចាទៅលើ YVE ក៏ដូចជាគេមានតែការឃ្លៀនបានជាបន្តចាទៅលើ CC ឥឡូវក៏វាធ្វើការលោតមួយស្គីពីដាស់ជាមួយនឹងសម្ោរត់ចេញបាត់ហើយចាទៅថតទី2ចាខ្ញុំគិតថា team fight គួរតែបើកនៅថតទី3ប៉ុន្តែអត់ទេចា V2B ចង់ប្រាប់ថាទៅថតទី2ក៏លេងបានដែរអ៊ំអីខ្ញុំប្រាប់តែណាបើសិនជាការលេងចាចង់ comeback ស្រួលគឺត្រូវតែចង់ទី5ទាំងអស់គ្នាចាទី1មិនមិញអ្នកដែលធ្វើការបានល្អចាទៅខាងកតោកថាជាមួយនឹងGreen ចាគាត់ជាអ្នកលោតចូលបានល្អហើយឡាពូគឺជាអ្នកបង្ហើយលុយរៀនជាមួយនឹងការលោតបំទៅលើពេញទៅលើរ៉ូបេខ្លាញ់ Moscow គាត់អាទីច្បាស់ ចាច្បាស់ចាជាមួយនឹងអាវទីបាយមុនគឺច្បាស់មែនតើចាគប់ម៉ែថាវាយអីដល់ទៅថយក្រោយឥឡូវនេះគេវាអស់ជាមួយនឹងស្មៃបាត់ហើយចាចង់ធ្វើការវាយទៅលើលោកគីងតែមិនមែនជារឿងស្រួលទេចាតែមានការលួចបានចាជាមួយនឹង Threat T1 នៅខាងផ្លូវ top បាត់ទៅហើយ អត់ប៉ិតតែ team fight មិញដោយសារជាយកគាត់លេងរឿងយឺនគាត់អត់ជន់លឿនអញ្ចឹងទៅធ្វើឲ្យកតូតមានឱកាសជន់ទៅលើគាត់មុនណា អត់គាត់រងចាំគ្នាចាមិញគាត់រងចាំគាត់គិតថា delay អាចនឹង Granger មកហើយមិញGranger ដើរមកដោយសារគាត់គ្នាឡើងបានមុនមួយទៅប៉ុន្តែគាត់មកអត់ទាន់ហ្គេមនេះណាគេលេងមុនអ្នកនឹងមានភាគរយឈ្នះច្រើនក្នុង team fight ព្រោះសត្វតា hero ដែលឆ្មក់វាយគេទាំងពីរទាំងការធូនរបស់កតូតទាំងស្គើទី2របស់កវិនចាំមើល team fight ដល់ទៀតថាបើសិនជាកវិនបើ game ចឹងនិយាយចូលដល់នាទីនេះបើកវិនលេងប្រទេសផ្ដាអាចនឹងមានការលោតវាយពីខាងឡាពូទៅលើដូចជាកតូតអីលោតវាយទៅវិញ counter ទៅលើការលោតរបស់កវិនក៏ដូចជា Halo ហ៎ Yeah ដោយសារស្គើទី2កវិនសំខាន់តែលោតខុសមួយអស់ហើយអាចលក្ខណៈថាកតូតគាត់អាចលោត counter ទៅលើ RT កវិនឬក៏អាចជា Victory ដើម្បីចូលទៅឆ្កល់ទៅលើកវិនវិញតែកតូតអាចគប់ RT ដើម្បីជន់ទៅលើ YVE អាចនឹងលោត RT បែបហ្នឹងដោយសារយើងអាចឃើញវត្ថុភាពបែបហ្នឹងដោយសារតែ YVE គឺគាត់អាចនឹង free ជាមួយនឹងការប្រើដើម្បីក្នុង fight ច្រើនអញ្ចឹងគឺត្រូវតែមាន hero មួយដើម្បីចូលទៅធ្វើការស្ទែងជាមួយនឹង team របស់គាត់តែឥឡូវនេះមានការដេញថោកមកវិញទៅលើ08 YVE មកពីក្រោយមួយការវាយ CC ទៅការចងគៀនចប់2រោតែឥឡូវនេះមានការបើកឆាកវាយមានការ air traffic ថយមួយចាដោយសារតែបាត់ខាងក្រោមអើយចាំមិនក៏គាត់តែបាយជា Gunavir នៅលើចា Gunavir ណាមកលូតបងនៅក្រោមអូចាបាញ់មិញព្រៀងវាយមិញគាត់បើកអាចឈ្នះអាចវាយអាចឈ្នះតែដោយសារគាត់អត់ឃើញ map ជាមួយនឹង Gunavir ចាគាត់អត់ឃើញ map ជាមួយ Gunavir អញ្ចឹងគាត់ធ្វើការដកសិនតែគាត់ឃើញតែ Moscow គាត់ឃើញ map គេខ្ញុំអត់ឃើញមិញតែឥឡូវនេះហ្គេមតម្រង4-1ចា4-1ឥឡូវមានការជន់ជាប់មួយបាត់ទៅលើកតោតអត់ឲ្យកតោតជាមួយនឹងការ load cover បានវិញនោះទេចាហ្គេមត្រូវតែឡុកទៅលើកតោតកចាមុនឥឡូវនេះជាមួយនឹងការស្មៃពេលបាត់ទៀតទៅហើយឥឡូវគេទៅវាជាអ្នកយកបានជាមួយនឹងកតោតទី3អាប្រគៀចូលទៅកាន់ Granger ចាអូ Granger របស់ Hero នេះញាក់សាច់តែពីដៃ Skyla អូយ Skyla កម្ពុជា Skyla និយាយទៅដូចនិយាយចឹងតាកវិនលេងបានមុនភាគរយឈ្នះ team fight ច្រើនពីរអ្នកហ្នឹងណាពី team ហ្នឹងណាគេដែលលេងមុនគឺភាគរយឈ្នះច្រើនចឹងនិយាយទៅកវិននេះជន់ទាំងអស់ណាគេក៏ជន់ដែរដោយសារអត់មានណាគេយកចូល fight ទេចឹងរងមកជន់អីក៏ជន់បោកដែរទាំងអស់ក្រែងចើដល់ហ្នឹងចាំវីឌីគួរទៅលេងមុនកវិនខ្ញុំមូស្កើរៀងថោកបានដែរតល់បានមួយគៀក្នុងដៃខ្ញុំថោកបានច្រើនលែនដែរចាអាចនឹងតល់លុយច្រើនណាចាយ៉ាត់លេងយ៉ាទៅលេងមួយក្បាច់ចាតែគាត់លេង flicker ទេអញ្ចឹងទៅអត់ទៅបាក់លេងបានទេLate game អាចនឹង CC បដូរ target ហើយ only Moscow ហើយ CC late game ដល់ជាមួយនឹងនាទីលោតទី1ហើយចាឥឡូវនេះជាមួយនឹង8នាទីកន្លះចាយើងមើលទៅលើ item របស់ពួកគាត់ចាសូមមើលទៅលើ item ជាមួយនឹងគេ Moscow ចាក៏ដូចជា Granger ចា Granger លើលុយ Moscow ទៅជាអូខេចាអូហេមានការចង់វាយយីបន្តហើយលោដេញចាក់ដេញកឹតែដូចជាអត់មានការបើកទី5ទេដោយសារវត្តមានរបស់បងថប់គីយកអត់ទៅមកដល់ឥឡូវមកហើយមួយការចង់ព្រេជន់តែឡាប់អាចจะបាត់ដល់គាត់ឬក៏យ៉ាងណាព្រោះការដាក់អាទី1ផ្ដាច់ខានទៅលើសេតឡើងជាបន្តទេបាត់ហើយចាអត់បានស្រកលេងចាប់ប្រវាក់តិចទេមិននឹងលោតអាទីឲ្យចាប់ Granger ខុសអត់បាន Granger អត់ចាយ flick ផងវិញ
ចាយកល្អគួរតែដូរទៅលេងជាមួយនឹង traffic អស់វិញហើយចាំពីខាង VTB អានឹង ចា VTB ចង់ធាក់លាក់វាយទុកវាយទុកវាយ MPL ឲ្យវាយ WPML ឬក៏យ៉ាងណាចាពីខាង VTB ចាំមានអារម្មណ៍ថាជាមួយនឹង track គឺទុកទុយទុយដាក់ជាមួយនឹង hero មកគឺងាយស្រួលឲ្យគេ counter ខ្លាំងហ៎ មាន WPML មកណាចាំនឹងអត់មានទេ តែវាយជាមួយនឹងការឡើងទៅយក slot MPL ណា អានឹង qualify MPL ហ្នឹងហើយ qualify ហ្នឹង ឥឡូវគាត់ទៅនេះខាង Superman ពួកគាត់ snowball ទៀតហើយ game មួយហ្នឹងដោយសារ early game គាត់ធ្វើបានល្អមែនទែនហើយកន្លែងចាឥឡូវ3 kill អានឹង30 stake តែមួយទៅគុំអាទីងចូលប៉ុន្តែគុំមកចំពេលដែលលត់មិនទាន់ដាច់ឥឡូវនេះមានការយកបានជាមួយនឹង lot ទី1 easy ចេញពីខាង SPM គេថា SPM គាត់តែគេបយក shield goal មកហើយនេះពួកគាត់គាត់តែគេយក shield goal តែ មកហើយ SPM គឺត្រូវការ speed pool ពីខាង Moscow ខ្លាំងទេ Moscow speed pool កាន់តែច្រើនតែងាយស្រួលក្នុងការលេងរបស់គាត់កាន់តែច្រើនឥឡូវនេះមួយនឹងការចង់បដូរតាគីយ៉ូអញបាត់បងឬក៏យ៉ាងណាហើយនេះ Moscow ពងដេញការវាយតែអញមានការកាក់វាយលោតដោយសារខាងក្រោមវាយ4ដុល្លារទេឥឡូវ2នៅលើពងធ្វើអីចេះតែពងធ្វើការកាក់លោតតាមផ្លូវអត់មានលោតដើរមកទាន់ទេដោយសារតែមានការវាយទៅលើលោតចាអស់ឈាមដល់ទៅ60%បាត់ទៅហើយពីខាង8ជាមួយនឹងញ៉ាឥឡូវនេះជាមួយនឹងការកាក់ជាមួយនឹងលោតក៏បានសម្រាប់ជាមួយនឹងការកាក់មានដល់អស់ជាមួយនឹង Field Red ក៏បានសម្រាប់ដល់ទៅ Field Red ក្រោមតែប៉ុណ្ណោះចាគេនេះគឺមកទៅលើ YVE ក៏ដូចជា TC ទូ shield អស់ហើយទាំងលើទាំងក្រោមដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងខាង Superman នៅតែចំណេញហើយ lot អត់តន់ clear ហើយទៀតសំខាន់ណាទីកន្លែងចោលវិញផុកឈឺ lot នេះដើរកាត់មានតែឈាមសល់តែ1000ជាង តែមាន 2 wave ណា game នេះកន្លែងនេះ តែមើលទៅលើទីវាយកន្លែងមីតហើយជាមួយនឹង RT ចង់ចូលមកមើលការយក Red Team 3ប៉ុន្តែមានការលោតធ្វើហាត់ផុតបើ RT ខាង YVE វាយក្នុងកណ្ដាលអុក YVE តែម្ដងអត់មានខលទេយល់ទេតែឥឡូវនេះមានការវាយយកថោអេរ៉ាធ្វើការបដិការមួយទៅលើគីអូចាឥឡូវនេះមិនវិញហេចាហេតុដូរចង់បានជាមួយនឹង trade ចាចង់បានជាមួយនឹង trade នៅខាង T3 ចាទៅមីតអញ្ចឹងគឺគាត់តែដូរតែมันជាបញ្ហាទេដោយសារតែគាត់មីនៀមរបស់គាត់គឺបុកច្រើនអញ្ចឹងគាត់ងាយស្រួលក្នុងការដកទៅវិញតែទោះបីជាបាត់បង់ជាមួយនឹង Archer ក៏ដូចជាយកប៉ុន្តែមើលទៅលើ objective លុយចាក៏ដូចជា trade គឺគាត់យកបានច្រើនហើយ Ranger គឺ free farm តែម្ដងសម្រាប់ game នេះ មកពុះ08មិនធ្លាក់សួតគេយកវត្ត ចាពុះនៅក្នុងសំខាន់ពុះនៅក្នុង trade ចាវាយនៅក្នុង trade អញ្ចឹងទៅការបដូរនិយាយទៅគាត់បដូរចំណេញចាសម្រាប់ SPM នៅតែមិនខានទោះបីបាត់បង់ជីវិតប៉ុន្តែគាត់ងាយស្រួលក្នុងការ back មកវិញចាគាត់ back បានហើយគាត់ងាយស្រួលក្នុងការ farm ខាង Ranger ចាសា enemy រវល់ទប់ជាមួយ minion តែ minion ដើរមកដល់ទៅ4ផ្លូវមិនចា3ផ្លូវខាងខ្នង3ផ្លូវខាងកណ្ដាលខាងមីតហើយនៅមានខាងក្រោមមកវិញវាក្រោយទៀតចា តែ lot នេះបាក់លេងដោយសារ Superman មើល Ranger លុយ 10k បើសិនជាពួកគាត់ចាប់ Ranger មុន lot បានអាចនឹងលេងបានតែបើសិនជាលេង5ស្មើពេល lot ហ្នឹងហ្មងដូចជាពិបាកចាប់មួយ Ranger ណាដោយសារគេ flicker ចាដូចជាប្រហែល100ឡុកចាមានតែឡាពូមួយដេញតែបើ Ranger មាន flick ចាមានជាមួយនឹង Rose Gold ចាគូតែលេងចា Ranger អត់ពាក់ Rose Gold ទេហ្គេមនេះចា Ranger លេងជាមួយនឹងកាន់ជា50បើចាឥឡូវកំពុងរោជាមួយនឹង Y Nature ដើម្បីទប់ចារោជាមួយនឹង Y Nature ដើម្បីទប់មួយចាពងសេរីគាត់អត់មានអីលេងអត់មានអីនេះទេអត់មានអីចាប់ Ranger ទេបើភាគច្រើនតាមមើលទៅ gameplay នេះគឺគាត់យកកតូតបើកមុខលោតចូលបើកមុខហ្មងគាត់អត់យកមកលោត cover គ្នាណាគាត់លោតបើកមុខហ្មងអញ្ចឹងបើគាត់ទៅ Ranger ចាឥឡូវចាប់ជាប់មួយបាត់ទៅហើយទៅលើចាំងកលើវាយត្រកជាបិទតែមានការដាក់គេរត់គេយកចង់ប្រាប់ថាខ្ញុំចេះលេងក៏វាច្បាស់ណាស់ប្រូចាឥឡូវនេះរត់ចេញមក easy បាត់ហើយគេយកបាត់បងជាមួយនឹងស្គីល2បាយមិញចាឥឡូវនេះចាប់បើក RT វាយសងសឹកមកវិញតែកតោចាលោតជន់ខ្យល់លើក្រោយបាត់បងជាមួយនឹង Victory តែរកាស៊ីជាមួយនឹង Fly វាទៅកាត់ Cold Free ចាឥឡូវនេះជាមួយនឹងប្រងចង់ចាប់វាយមុនតែឥឡូវនេះគេចាប់បានចាចោលតែចោលចាចោលគេចាប់បានចឹងយ៉ាងនោះគេគ្រាន់ទេចាប្រគេតាមតងគឺបែបហ្នឹងហើយអ្នកគ្នាដូចខ្ញុំនិយាយចោលមានចាប់ Ranger ទេមិញ Ranger free damage សុំតែតតក៏លោតអត់ដល់ដែរសុំហើយមានរោគេមានតែឡាពូរំពឹងទៅលើឡាពូដែលដេញទៅលើ Ranger ដូចជា YVE ប៉ុន្តែ game នេះតាមការ cover ចេញពីខាងCC ចាក៏ដូចជា Halo ចាជួយចាទៅវាជាអ្នកមេឃបានល្អទេចា game គឺជួយដល់ YVE ក៏ដូចជា Ranger គឺជួយក្នុងការចូលនៅក្នុង position មួយដែល stress សម្រាប់ពួកគាត់ក្នុងការលេងចាបញ្ចេញដើម្បីបានច្រើនបំផុតបានចា lot នេះអាចនឹង end game បានចាអាច end បានចាតតែកតចាំមានអាចនឹងមាន RT ទាន់ចាកតអាចនឹងមាន RT ទាន់ហ្គេមនេះត្រូវតែ all lot ចាហ្គេមនេះគឺត្រូវតែឡាពូចា all lot ចាឥឡូវកតកចាំមានជាមួយនឹង RT ទាន់ហើយទុកមកហើយមានការវាយនៅក្នុង RT របស់
វាយអីទៅការថោកព្រេមេកាគេចូលកាន់ក្រែចើលោតដើរចូលទៅអត់ស្គាល់ថាវាយមនុស្សហើយទៅវាយទៀតចាចាក់ដល់ខាងក្រែចើទៅគឺមីលើវាយមនុស្សបដ ாய் ចាំមនុស្សឈ្មោះឲ្យវាយអីចាចាំកាត់បាក់ទៅមានស្នាជាមួយនឹងហ្គេមពេលខលយកតែម្ដងពីខាងសឹបប្រមែនចាខ្ញុំថាហ្គេមទី3មានការរីខលមុខព្រួញប្រចាំតកោរបស់ស៊ុបមែនវាក៏យ៉ាងណាអូយ តែថៃយ៉ងគាត់ឆ្លាតណាគាត់ទិញវាយលឿនហ្មងគាត់ដឹងថាមានអត្តភាពមកស្កៅគប់មកពីក្រោយហ្នឹង ចាឥឡូវខ្ញុំនិយាយគាត់ប្រេវាញហើយចាគាត់លូស្បែកជើងតាំងពីមិនទាន់វាយឡតចាគាត់លូស្បែកជើងតាំងពីមិនទាន់វាយឡតវាយឡតចាប់គ្នាបាន2 wave ទៀតអញ្ចឹងគឺលុយស្រួលចូលទៅខាងគាត់ងាយស្រួលទិញជាមួយនឹងវាយនេះចុះឥឡូវខ្ញុំ MVP ហ្គេមនេះចាទទួលបានទៅកាន់ Granger performance ខាង Theon ចាដៃ Granger Global ដូចគ្នាអីយ៉ាចា Granger Global ដែរហ្នឹងណាអេលេខសាយនេះ2-0នេះខ្ញុំសង្ស័យចាសង្ស័យតិចថាចាចង់និយាយថាតិចចា4 champion season នេះអញ្ចឹងបាក់និយាយខកមើល4 3 មិនតាន់4តឆែកហ្នឹងមក4ទៀតយ៉ាចង់និយាយថាអាចនឹង4យប់ហ្នឹងយកលេខអាចនឹង4យប់ហ្នឹងយ៉ាដោយសារតែ FPM នេះគឺម្ចាស់ champion season 3 season 4 season 7 និង season 8ចាឥឡូវដល់ season 9ចាឥឡូវកំពុងធ្វើការ defend ជាមួយនឹង champion ចំណែក